ជំរាបសួរសួស្តីទាំងអស់គ្នាខ្ញុំវិកលៀបសប្តាហ៍ថ្ងៃខ្ញុំជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសាធារណរដ្ឋកូរ៉េចឹងថ្ងៃនេះខ្ញុំចង់ធ្វើជាវីដេអូខ្លីមួយចែករំលែកតាក់ទងមួយនឹងចំណុចមួយចំនួនដែលខ្ញុំបានជួបប្រទះឧទាហរណ៍ដូចជាការសិក្សាផ្នត់គំនិតហើយនឹងបញ្ហាដែលខ្ញុំបានជួបប្រទះនៅពេលដែលខ្ញុំមករៀននៅនេះចំណុចទី1ដែលខ្ញុំចង់និយាយគឺតាក់ទងមួយនឹងការរៀនសូត្រអញ្ចឹងដោយសារតែខ្ញុំមកណែខ្ញុំរៀនថ្នាក់អនុបណ្ឌិតគេ expect យើងជា autonomous learner ជាអ្នកសិក្សាឯករាជ្យខ្ញុំគិតថា basic skill ដែលយើងគួរមានគឺយ៉ាងហោចណាស់ក៏យើងត្រូវចេះគិតវិភាគហើយនឹងបកស្រាយទិន្នន័យហើយសម្រាប់ខ្ញុំហ្មងខ្ញុំយល់ថាកូនសិស្សកូរ៉េគឺពីច្រើនគេ equip with អានឹងតាំងពីក្មេងប្រហែលជាតាំងពីក្មេងហ្មងនៅក្នុងប្រព័ន្ធអប់រំគេម្យ៉ាងមួយទៀតបើសិនជាយើងក៏លេខទៅមើលប្រព័ន្ធអប់រំគេហ្មងប្រជាជនគេហ្មងគឺពីច្រើនគឺគេរៀនច្រើនជារួមមកវិញការសិក្សារៀនសូត្រនៅនេះគឺសឹងតែជា common thing គេរៀនច្រើនហើយគេប្រជាជនគេគឺមានចំណេះដឹងខ្ពស់ដោយសារតែការអានការសិក្សាស្រាវជ្រាវរបស់គេនឹងគឺមានកម្រិតខ្ពស់ដែរបើសិនជាយើងនិយាយអំពីផ្នែក Science and Engineering គឺគេមានឧបករណ៍ទំនើបហើយនឹងឧបករណ៍ថ្លៃៗដែលអាចបង្កជាភាពងាយស្រួលឲ្យកូនសិស្សនឹងរៀនទ្រឹស្ដីផ្សារភ្ជាប់ជាមួយនឹងការអនុវត្តអញ្ចឹងឧទាហរណ៍ថានៅពេលដែលគាត់រៀនជីវវិទ្យាគាត់រៀនពី DNA អញ្ចឹងកូនសិស្សគាត់អាចមានឱកាសនៅក្នុងការឃើញទម្រង់ឬក៏ function ឬក៏រូបរាងរបស់ DNA នៅក្នុង model ឬក៏នៅក្នុង simulation ណាមួយគេព្យាយាមធ្វើម៉េចដើម្បីឲ្យកូនសិស្សអាចរៀនទ្រឹស្ដីផ្សារភ្ជាប់ជាមួយនឹងការអនុវត្តចំណុចទី2ខ្ញុំចង់និយាយអំពី mindset អញ្ចឹងសម្រាប់ខ្ញុំយល់ឃើញថាប្រទេសគេគឺគេមាន growth mindset growth mindset ដែលគេមាននោះខ្ញុំលើកឡើងដែលសំខាន់បំផុតគឺ hard work is paid off គេខំប្រឹងមែនតើហើយគេគិតថាគេជាម្ចាស់នៃជីវិតផងគេអត់មានតែគេមកគ្រប់គ្រងឬក៏អត់មានតែគេមកអាចកែប្រែវាសនាគេបានទេក្រៅតែពីគេខ្លួនឯងដល់ពេលអញ្ចឹងធ្វើឲ្យទំនួលខុសត្រូវគេម្នាក់គឺខ្ពស់មែនតើធ្វើល្អបានការសរសើរធ្វើអត់សូវល្អទទួលបានការស្ដីបន្ទោសឬក៏ត្រូវសុំទោសអីជាដើមចំណុចចុងក្រោយគឺខ្ញុំចង់និយាយតាក់ទងមួយនឹងបទពិសោធន៍ដែលខ្ញុំបានជួបប្រទះនៅពេលដែលខ្ញុំមករៀននៅនេះផ្ទាល់ហ្មងសម្រាប់ខ្ញុំនៅពេលដែលខ្ញុំមករៀនការពេលឆមាសមួយអត់សូវអីដោយសារតែយើងរៀនតែនៅពេលដែលខ្ញុំចូល research គឺខ្ញុំស្ដាប់គេអត់យល់ហ្មងគឺអត់ដឹងថាគេនិយាយពីអីហើយនិយាយទៅចាត់ចូលហ្មងអត់ដឹងថាគេនិយាយពីអីហើយពេលនោះឡើងគិតថាខ្លួនឯងនឹងចាស់ពេករៀនតែចូលអីចឹងទៅការដែលពេលដែលយើងរៀនយើងពីច្រើនយើងរៀនទ្រឹស្ដីជាងការអនុវត្តហើយយើងអត់សូវ involve នៅក្នុងសកម្មភាព research និយាយដល់ពេលអញ្ចឹងគឺពិបាកមែនតើហើយពេលហ្នឹងនៅពេលដែលយើងមកដំបូងយើងចេះតែចង់ឲ្យខ្លួនឯងនឹងល្អអញ្ចឹងខណៈពេលដែលខ្លួនឯងនៅ level 1 ប៉ុន្តែយើងឃើញគេដល់ level 12យើងចង់ទៅរៀនដល់ level 12ដូចគេដែរអញ្ចឹងវា result ធ្វើឲ្យខ្ញុំនឹងរៀង burn out ហើយរួមផ្សំជាមួយនឹងបញ្ហាការផ្លាស់ប្ដូរការរស់នៅអាកាសធាតុ first winter អីជាដើមអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំក៏ចង់និយាយដែរថាបើសិនជាសិស្សបរទេសដែលគាត់មាន experience អស់ហ្នឹងអ្វីដែលខ្ញុំធ្វើគឺខ្ញុំ take space ខ្លួនឯងមកជួបជុំមួយនឹងមិត្តភ័ក្តិខ្លះសិនហើយនឹងចំណុចទី2គឺបានទៅចែកជាមួយនឹងបងដែលគាត់និយាយទៅយើងរក mentor អ្នកដែលគាត់អាច guide យើងបាននៅក្នុង field យើងក៏ដោយឬក៏គាត់មាន experience ទៅរៀននៅក្រៅប្រទេសក៏ដោយ shout out ទៅមិត្តភ័ក្តិខ្ញុំម្នាក់គឺ stress ដូចគ្នាអញ្ចឹងតែគាត់ថាយើងអាចមានពេលមកជួបជុំគ្នាហើយយើងអាចធ្វើម្ហូបអីញ៉ាំជុំគ្នាអីជាដើមអញ្ចឹងឧទាហរណ៍ដូចជាម្ហូបល្បីនៅខ្មែរឧទាហរណ៍ដូចជាគេបុកល្ហុង 50000 ឬក៏ស៊ុបស៊ីឈួនឬក៏ងាវហៅតុងហេងបាយអ៊ីស្វងអីហ្នឹងនិយាយទៅធ្វើអស់ហើយទី2ដែលខ្ញុំនិយាយហ្នឹងហើយយើងត្រូវរកកាយនៅអ្នកដែលជាពិសេសបើសិនជារកអាចសិស្សច្បងដែលគាត់នៅក្នុង field យើងហើយអាចគាត់ជួយបញ្យល់ at least foundation ឬក៏ basic ឲ្យយើងយល់ថា research យើងនិយាយពីអីអាហ្នឹងយើងអាចទៅមុខបានហើយមួយទៀតដែលខ្ញុំចង់និយាយហ្នឹងអាហ្នឹងវាកាត់ឡើងមុនពេលដែលយើងមកឯងអញ្ចឹងវាតាក់ទងជាមួយនឹងជំនាញកន្លែងហ្នឹងក៏ខ្ញុំចង់សង្កត់ធ្ងន់ដែរបើសិនជាសិស្សនិស្សិតខ្មែរដែលគាត់ចង់មករៀនអញ្ចឹងណាយើងព្យាយាមរើសជំនាញមួយដែលវាត្រូវជាមួយនឹង interest យើងឲ្យបានច្រើនព្រោះអីនៅពេលដែលយើងមករៀនយើងប្រកាសជាជួប
ការលំបាកអីដល់ពេលអញ្ចឹងបើសិនជាយើងយកជំនាញមួយដែលយើងស្រឡាញ់ហើយយើងចង់រៀនពីវាយើងចង់ដឹងពីវាអញ្ចឹងពេលខ្លះទោះបីមិនបាច់យ៉ាងណាក៏ដោយក៏យើងអាច keep going on ណាយើងព្រោះយើងមាន motivated យើងមាន curiosity នៅក្នុងខ្លួននៅក្នុងជំនាញមួយហ្នឹងប៉ុន្តែបើសិនជាជំនាញហ្នឹងវារៀងបែកឆ្ងាយពីយើងពេកអញ្ចឹងនៅពេលដែលយើងជួបការលំបាកក៏យើងរៀងងាយនៅក្នុងការបោះបង់ហើយត្រឡប់មកវិញកន្លែងហ្នឹងគឺមិនមែនថាយើងរៀនតែជិះដូចពេលដែលខ្ញុំមកដំបូងហ្នឹងខ្ញុំស្ដាប់គេយល់លេប៉ុន្តែពេលខ្លះវាបូកផ្សំជាមួយនឹងជំនាញឬក៏ background ឬក៏បរិស្ថានដែលយើងរស់នៅហើយវាត្រូវការពេលនៅក្នុងការឲ្យយើងរៀនអញ្ចឹងកុំគិតថាខ្លួនឯងអត់ប៉ុន្តែព្យាយាមរៀនតរហូតព្យាយាមយើងកុំ give up លឿនហ្នឹងគឺជាអីដែលខ្ញុំបានធ្វើនៅពេលដែលកំឡុងអាចថា journey របស់ខ្ញុំនៅក្នុងពេលដែលខ្ញុំរៀន MS ហ្នឹងមានតែដែលខ្ញុំចង់និយាយគឺតាក់ទងជាមួយនឹងពេលដែលយើងមករស់នៅក្រៅប្រទេសហ្នឹងយើងព្យាយាមយល់ពីវប្បធម៌ក៏ដូចជាការរស់នៅរបស់ប្រទេសគេដែរព្រោះអីយើងគួរតែដឹងថាតើគេរស់នៅមិនប្រភេទមនុស្សដែលគេធ្វើការហ្នឹងគឺគេធ្វើការមិនហើយគេជួយចិត្តមនុស្សមិនវាធ្វើឲ្យការរស់នៅរបស់យើងនៅទីនេះហ្នឹងវាមានភាពងាយស្រួលដូចសុភាសិតខ្មែរយើងនិយាយថាចូលស្ទឹងតាមបត់ចូលស្រុកតាមប្រទេសអញ្ចឹងឬក៏ when you are in room do as a romance do អញ្ចឹងទៅគាត់ថាគេនឹងមើលឃើញតែគ្រាន់ថាវាត្រូវការពេលយើងគាត់ថាឲ្យតែយើងខំប្រឹងប្រែងអស់ពីសមត្ថភាពទៅគេនឹងមើលឃើញហើយខ្ញុំគិតថាពេលដែលយើងខំប្រឹងពីអសមត្ថភាពខំប្រឹងប្រែងអស់ពីសមត្ថភាពហ្នឹងយើងខ្លួនឯងក៏សប្បាយចិត្តដែរហើយយើងអត់សូវមានវិបត្តិសេរីព្រោះយើងបានធ្វើរឿងហ្នឹងហើយយើងក៏មិនទៅអន់ចិត្តដោយសារឃើញគេបកកែជាងយើងឬក៏ឃើញគេឆ្លាតជាងយើងហើយព្រោះមនុស្សខុសគ្នា background ខុសគ្នាមនុស្សមានទេពកោសល្យហើយនឹងសក្តានុពលខុសគ្នាអញ្ចឹងយើងពិតជាអាចធៀបគ្នាបានប៉ុន្តែសំខាន់នៅក្នុង journey ផងយើងនឹងយើងបានធ្វើអីគេបានខ្លះគឺជាអីដែលយើងត្រូវ grateful ឬក៏ appreciate yourself ដល់មកវិញនេះគឺជាអីដែលខ្ញុំបានចែករំលែកតាក់ទងមួយនឹងអាចថាអ្វីដែលខ្ញុំបានរៀនសូត្រនៅពេលដែលខ្ញុំមករៀននៅក្រៅប្រទេសមិនថាជាការរៀនសូត្រឬក៏ផ្នែកគំនិតឬក៏ឧបសគ្គដែលខ្ញុំបានជួបពេលហើយសង្ឃឹមថាអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះក៏ដូចគ្នាដែរអាចរៀនសូត្របាន at least តិចតួចពីវីដេអូចែករំលែកខ្លីផងខ្ញុំនេះអញ្ចឹងអរគុណទាំងអស់គ្នាដែលបានមើលវីដេអូហ្នឹង bye bye see you